Ok ខ្ញុំមានសុភៅ3ក្បាលចង់ចែកលេងដល់គ្នាដែលចាប់ផ្ដើមជានិស្សិតវិទ្យាសាស្ត្រហើយមួយមុខវិជ្ជាដែលចាប់ផ្ដើមដំបូងដែលសំខាន់សម្រាប់និស្សិតវិទ្យាសាស្ត្រនោះគឺ anatomy ព្រោះ anatomy គេអាចចាប់ផ្ដើមចាប់ពីឆ្នាំទី1ឆ្នាំទី2ក៏នៅរៀនដែរហើយមុខវិជ្ជាបន្ទាប់ទៀតនោះគឺតើតើជាមួយនឹង physio ដែលចាប់ផ្ដើមនៅក្នុងឆ្នាំទី2នេះអាចរហូតដល់ឆ្នាំទី4ចប់ឆ្នាំទី4ចំពោះ physio នេះហើយមួយទៀតនោះគឺ semiology ក៏ចាប់ផ្ដើមពីឆ្នាំទី2ផងដែរហើយមុខវិជ្ជាទាំង3នេះគឺសំខាន់អ្នកទាំងគ្នាអាចចូលទៅ download សៀវភៅបាននៅក្នុង channel Telegram Dr. Share ទុកស្រាវជ្រាវខ្លួនឯងក្រៅពីរៀនជាមួយលោកគ្រូអ្នកគ្រូដែលនៅក្នុងសាលាដើម្បីបង្កើនសមត្ថភាពខ្លួនឯងកុំភ្លេចចូលទៅ download នៅក្នុង channel Telegram របស់ Dr. Share អរគុណ